លោកថាក់ស៊ីននិងលោកស្រីយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅក្នុងកម្ពុជានោះទេលោកថាក់ស៊ីនស៊ីណាវ៉ាត់និងប្អូនស្រីយីងឡាក់ស៊ីណាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចតេជោហ៊ុនសែនបានបង្ហោះវីដេអូជាមួយខ្លឹមសារលើបណ្ដាញសង្គម Facebook ក្រោយសម្ដេចតេជោទើបឃើញសារព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះសម្ដេចតេជោបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងឯកឧត្តមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានៅភាពស្អាតស្អំរបស់ឯកឧត្តមថាក់ស៊ីនផងដែរសម្ដេចបានសរសេរពន្យល់ថាមិនថាឯកឧត្តមថាក់ស៊ីនឬលោកជំទាវយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេពេលឯកឧត្តមថាក់ស៊ីនឬយីងឡាក់មកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគួរបញ្ជាក់បន្ថែមថាឯកឧត្តមថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោបានស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សាភាពថ្លៃថ្នូរមិនកុហកភូតផលមូលបង្កាច់ប្រឌិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ